ថ្ងៃមួយបងថ្លៃនឹងមីងរបស់ខ្ញុំក៏បានទៅលេងស្រុកអស់ទុកឲ្យខ្ញុំនៅតែម្នាក់ឯងនៅចាំផ្ទះចៃដងឯថ្ងៃនឹងបងភាដែលជាបងថ្លៃរបស់ខ្ញុំក៏មកចូលផ្ទះដើម្បីមកយកពូថៅទៅកាប់អុសនៅឯផ្ទះគាត់ហើយក៏បានសួរមកខ្ញុំថាដារីហាបងថ្លៃឯងមានឃើញពូថៅនៅទីណាទេខ្ញុំកំពុងតែងូតទឹកនៅក្នុងក៏ស្រែកឆ្លើយខ្លាំងថាមិនឃើញទេបងដើររកនៅក្រោយផ្ទះទៅបងភាក៏ស្ងាត់មួតហើយបន្តដើររកទៀតលោកម្ចាស់ថ្លៃអើយគាត់មិនបានដើររកពូថៅឯណាគាត់មកលបមើលខ្ញុំកំពុងងូតទឹកទាំងខ្លួនទទេពេលនោះខ្ញុំកំពុងតែដុសសាប៊ូនិងលាងសម្អាតកាយាដ៏ស្រស់ស្អាតរបស់ខ្ញុំភ្លាមនោះគាត់កក់ទ្វារតូចប្អូនស្រីថ្លៃហាបងសុំសួរតិចមើលពេលខ្ញុំក៏បើកទ្វារឲ្យគាត់តែកំពុងស្លៀកកន្សែងនៅឡៃលោកអើយរឿងស្មានមិនដៅគឺគាត់ហក់មកទាំងកំរោលមកកាន់ខ្ញុំធ្វើឲ្យកន្សែងរបស់ខ្ញុំរបូតធ្លាកដល់ដីហើយធ្វើឲ្យភ័យខ្លាំងណាស់តែបងថ្លៃថាកុំមួតចាំបងនាំប្អូនទៅលេងឋានសួគ៌ពេលខ្ញុំបំរុងតែបដិសេធហើយតែគាត់លឿនភ្លេចគឺមាត់របស់គាត់បានបិទមាត់របស់ខ្ញុំជិតនិងដៃទាំងគូបានច្របាច់ភ្នំរបស់ខ្ញុំយ៉ាងញាប់ឆ្អីទៅហើយលោកអើយនឹកទៅហាមបានណៅហើយអ្វីនៅពេលនោះคล้ายរឿងអតីតបាត់ទៅហើយគឺថានេះខ្ញុំពេញចិត្តស្ទីលរបស់គាត់ខ្លាំងណាស់បើប្រិយមិត្តចង់ស្ដាប់រឿងពេញសូមចុច Subscribe សិនមកខ្ញុំនឹងចេញនៅវីដេអូក្រោយហើយ comment មកថាចង់មើលរឿងខ្លះអរគុណសម្រាប់ការលើកទឹកចិត្ត